ជាសិស្សសាលាមកពីវិទ្យាល័យទួលអំពិលរាជធានីភ្នំពេញចំណងជើងកំណាព្យគុណគ្រូបទពាក្យ7សូត្រតាមបែបទំនួញនាងសិរិមហាមាយាចាសូមអបអរសាទរជាកិច្ចចាប់ផ្ដើមខ្ញុំបាទសូមគោរពឯកឧត្តមលោកជំទាវលោកគ្រូអ្នកគ្រូគណៈអធិបតីជាទីគោរពសូមគោរពលោកគ្រូអ្នកគ្រូសិស្សបងសិស្សប្អូនជាបេក្ខជននិងអង្គពិធីទាំងមូលជាទីគោរពនិងជាទីរាប់អានខ្ញុំបាទឈ្មោះស្រុនសុភត្រាជាសិស្សមកពីវិទ្យាល័យទូអំពិលរាជធានីភ្នំពេញសូមគោរពអនុញ្ញាតលើកយកកំណាព្យមួយបទក្រោមចំណងជើងថាគុណគ្រូជាស្នាដៃនិពន្ធរបស់ឧបាសកហឹមឆាន់បទពាក្យ7សូត្របែបទំនួញព្រះនាងសិរិមហាមាយាសូមរីករាយស្ដាប់ដូចតទៅអ្នកគ្រូលោកគ្រូមានគុណធំចិត្តល្អភិរមដូចម៉ែឪបំភ្លឺមើលថែកែដំរើសឹងដឹងខុសត្រូវត្រេះពីចាលោកប្រឹងប្រែងព្រាផ្ទេចំណេះសឹងល្ងងខ្លាយចេះមានបញ្ញាបូកគុណសង្ចែកលេខអង្គរាអង្គសដំរាភាសាជាតិបើគ្មានលោកអ្នកជាគុំរូសឹងមកមូទូទឿមេយាទណា
រំភីជ្រាបជួជីមិនអាចរវាទនើយឃ្លាតកំហុងសង្សមបន្ទីអោនសេងរសាដឹងគុណអាចារ្យគ្រូស្រីប្រុសចិត្តកាយវាចាណាឆ្កងខុសសូមលោកសន្តោសប្រោះប្រណីសង្សមសន្យាថាតស៊ូត្រង់ត្រាប់ច្បាប់គ្រូដោយភក្តីអនុវត្តសាងខ្លួនឲ្យប្របីជាទុំពាំងថ្មីស្នងមេបានសូមអរគុណ អរគុណច្រើនសុភត្រា